Làm láiในการចាប់ផ្ដើមពីជំហានទី1ឬក៏ជំហានដំបូងជាមួយនឹងធម្មពលបាទដែលជាគោលដៅក្តីសម័យពិតប្រាកដរបស់ខ្លួនឯងបាទដែលផ្សារភ្ជាប់ជាមួយនឹងបាទធម្មពលនៃចក្រវាឡបាទថ្ងៃនេះខ្ញុំសូមនិយាយអំពីតម្លៃនៃការចាប់ផ្ដើមបាទអញ្ចឹងបាទមនុស្សគ្រប់គ្នាមុននឹងធ្វើអ្វីមួយគឺត្រូវតែមានចំណុចចាប់ផ្ដើមអញ្ចឹងសម្រាប់បាទការធ្វើអ្វីមួយក៏ដោយគឺកើតចេញពីការចាប់ផ្ដើមពីជំហានដំបូងចឹងធ្វើអ្វីក៏ដោយខុសខ្លះត្រូវខ្លះធ្វើទៅណាហ្នឹងហើយធ្វើទៅដំបូងអញ្ចឹងបាទពេលដែលឃើញខ្លួនឯងពេលដែលស្គាល់ខ្លួនឯងណាបាទអត់ដឹងថាការដែលធ្វើដំបូងការដែលធ្វើបាទដំបូងហ្នឹងត្រូវ 100% ទេអញ្ចឹងត្រូវចាំថាការដែលយើងទៅស្គាល់ខ្លួនឯងហើយយើងធ្វើដំបូងអត់អាចថាត្រូវ 100% ទាំងអស់ទេអញ្ចឹងខុសខ្លះត្រូវខ្លះធ្វើទៅណាធ្វើឲ្យច្រើនអញ្ចឹងតកតងជាមួយនឹងទង្វើដែលយើងធ្វើច្រើនទៅយើងតែងតែដឹងថាពេលដែលយើងធ្វើទៅវាខុសកន្លែងណាត្រូវកន្លែងណាអញ្ចឹងណាបាទអញ្ចឹងដូចគ្នាសម្រាប់ខ្ញុំផ្ទាល់គឺពេលដែលខ្ញុំស្គាល់ខ្លួនឯងក៏មិនប្រកាសថាអ្វីដែលខ្ញុំកំពុងធ្វើនេះវាត្រូវ 100% ឬក៏វាខុស 100% ទេប៉ុន្តែអ្វីដែលជាធម្មពលដែលខ្ញុំធ្វើនេះគឺខ្ញុំធ្វើការនិយាយអំពីខ្លួនខ្ញុំផ្ទាល់ដែលខ្ញុំទទួលបាននូវធម្មពលពិតបាទដែលចក្រវាឡផ្ដល់ឲ្យក៏ដូចជាបាទរួចផុតពីជំងឺបាក់ទឹកចិត្តដ៏អស្ចារ្យតែម្ដងបាទសម្រាប់ជីវិតខ្ញុំហ្នឹងណាអញ្ចឹងគឺខ្ញុំរួចផុតពីកន្លែងហ្នឹងហើយខ្ញុំក៏ចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីកន្លែងហ្នឹងផងដែរហើយខ្ញុំក៏បានបាទសិក្សាអំពីច្បាប់ចក្រវាឡក៏ដូចជាច្បាប់ស្របទីហ្នឹងឃើញថាគឺពិតជាល្អខ្លាំងអញ្ចឹងក៏ខ្ញុំសូមធ្វើការចែករំលែកឲ្យបងប្អូនទាំងអស់គ្នាបានដឹងផងដែរពីកន្លែងហ្នឹងណាហ្នឹងហើយចឹងពេលដែលយើងធ្វើដំបូងគឺតែងតែខុសខ្លះត្រូវខ្លះគឺធ្វើទៅណាបាទអត់មានអ្នកណាគេថាធ្វើម្ដងជោគជ័យទាំងអស់ទេចឹងតម្លៃនៃការចាប់ផ្ដើមហ្នឹងយើងល្អមែនតើពេលដែលយើងឃើញខ្លួនឯងស្គាល់ខ្លួនឯងហើយយើងចាប់ផ្ដើមពីចំណុចទី1បាទធ្វើឲ្យច្រើនទៅបាទធ្វើឲ្យច្រើនពេលវេលានឹងបរិញ្ញាយើងហើយចឹងខុសខ្លះត្រូវខ្លះធ្វើណាធ្វើឲ្យច្រើនទៅបាទហើយចំណុចទី2នោះបាទនិយាយរួមទៅកន្លែងហ្នឹងគឺសំខាន់ផងដែរបាទពេលដែលយើងធ្វើហ្នឹងបាទអញ្ចឹងយើងធ្វើការបាទកាន់តែធ្វើពេលវេលានឹងបរិញ្ញាយើងហើយអញ្ចឹងពេលដែលយើងធ្វើច្រើនហើយពេលវេលានឹងបរិញ្ញាយើងថាការធ្វើនេះគាត់នឹងឲ្យចម្លើយយើងពេលដែលយើងធ្វើហ្នឹងណាបាទមិនថាយើងសញ្ជប់សញ្ជឹងគិតថាយើងធ្វើនេះខុសត្រូវយើងធ្វើសិនដើរទៅសិនអញ្ចឹងម្លងពេលដែលយើងកំពុងដើរហ្នឹងពេលវេលានឹងបរិញ្ញាយើងយើងត្រូវធ្វើចេះជាមួយនឹងអ្វីដែលយើងកំពុងតែធ្វើបាទដែលជាគោលដៅក្តីសម័យយើងហ្នឹងគឺធម្មពលគឺនឹងបង្ហាញយើងចក្រវាឡនឹងបើកផ្លូវឲ្យយើងតែម្ដងអត់ឲ្យយើងអត់ទេចង់និយាយអញ្ចឹងណាអញ្ចឹងមានន័យថាត្រូវចាំថាមនុស្សពេលដែលធ្វើអ្វីមួយកាត់ឡើងពេលវេលានឹងបរិញ្ញាយើងអញ្ចឹងបងប្អូនអាចឃើញអត់អ្នកដែលគាត់មានបញ្ហាបាក់ទឹកចិត្តហ្នឹងណាយូរទៅពេលវេលានឹងព្យាបាលគាត់ដើរឯងដោយសារតែទី1គាត់បាទនៅជាមួយនឹងធម្មពលដែលខ្លួនឯងនៅជាមួយនឹងភាពស្ងៀមស្ងាត់បាទអញ្ចឹងគាត់ធ្វើការនៅស្ងៀមស្ងាត់នៅអ្វីដែលជាខ្លួនឯងទៅនៅម្នាក់ឯងឲ្យបានច្រើនចង់និយាយអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងនៅម្នាក់ឯងឲ្យបានច្រើនគឺយើងនឹងទទួលបាននូវធម្មពលពិតមួយដែលចក្រវាឡផ្ដល់ឲ្យយើងហើយអញ្ចឹងដូចគ្នាដែរសម្រាប់បាទអ្នកដែលគាត់មានបញ្ហាបាក់ទឹកចិត្តណាមិនយូរមិនឆាប់ពេលវេលានឹងបរិញ្ញាគាត់ក៏ដូចជាពេលវេលានឹងព្យាបាលគាត់បាទឲ្យជាពីជំងឺហ្នឹងហើយអញ្ចឹងដូចគ្នាដែរបាទដំបូងគឺយើងធ្វើទៅខុសខ្លះត្រូវខ្លះធ្វើទៅហើយដល់បន្ទាប់នៃការធ្វើហ្នឹងពេលវេលានឹងបរិញ្ញាគាត់ហើយថាធ្វើខុសធ្វើត្រូវហ្នឹងគឺគាត់បង្ហាញយើងថាការធ្វើអញ្ចេះបែបម៉េចតែចក្រវាឡបង្ហាញយើងតែម្ដងណាពេលវេលានឹងបង្ហាញយើងហើយពេលដែលយើងធ្វើហ្នឹងអញ្ចឹងយើងកាន់តែធ្វើបាទពេលវេលានឹងបង្ហាញយើងថាយើងធ្វើបែបម៉េចបានត្រូវធ្វើបែបនេះត្រូវធ្វើបែបនោះត្រូវអញ្ចឹងណាគាត់នឹងបង្ហាញផ្លូវយើងហ្មងហើយចំណុចទី3យើងកាន់តែផ្ដល់ឲ្យយើងកាន់តែទទួលបានដូចជាអ្វីដែលខ្ញុំនិយាយនេះគឺខ្ញុំផ្ដល់ឲ្យអញ្ចឹងពេលដែលអ្វីដែលខ្ញុំទទួលបានគឺខ្ញុំទទួលបាននៅធម្មពលពិតដ៏អស្ចារ្យដែរនៅក្នុងខ្លួនខ្ញុំហ្នឹងគឺបង្ហាញចេញមកខាងក្រៅតែម្ដងពេលដែលខ្ញុំនិយាយអំពីធម្មពលនិយាយពីការបាទពីខ្លួនឯងធម្មពលពីខ្លួនឯងធម្មពលចក្រវាឡហ្នឹងណាគឺខ្ញុំទទួលបានធម្មពលដ៏អស្ចារ្យពេលដែលខ្ញុំនិយាយរឿងហ្នឹងណាបាទហើយមួយវិញទៀតបាទតកតងជាមួយនឹងបាទផ្ដោតតែមួយបានហើយកុំផ្ដោតច្រើនពេកក្នុងអំឡុងពេលដែលធ្វើហ្នឹងណាអញ្ចឹងតម្លៃនៃការផ្ដោតមួយនៃការធ្វើហ្នឹងគឺអស្ចារ្យខ្លាំងមែនតើអញ្ចឹងខួរក្បាលយើងមួយគឺយើងអាចផ្ដោតច្រើនក្នុងពេលតែមួយបានទេអញ្ចឹងពេលដែលយើងធ្វើអីមួយគឺយើងធ្វើផ្ដោតបងប្អូនអាចឃើញអត់មនុស្ស
ពេលដែលផ្ដោតច្រើនក្នុងពេលតែមួយបរាជ័យទាំងអស់ប៉ុន្តែនៅពេលដែលយើងធ្វើអីមួយយើងផ្ដោតតែមួយជោគជ័យហ្មងដូចបងប្អូនឃើញដឹងស្រាប់ហើយដូចមហាសេដ្ឋីដែលខ្ញុំបានលើកយកជាច្រើនហ្នឹងបាទដូចលោក Larry Ellison លោកបាទ Elon Musk ក៏ដូចជាលោក Mark Zuckerberg Jack Ma ហ្នឹងគឺគាត់ផ្ដោតតែមួយទេប៉ុន្តែនៅពេលដែលគាត់ផ្ដោតមួយជោគជ័យហើយគាត់បែកទៅជាការងារដែលគាត់ធ្វើបន្តទៀតទៅគឺអញ្ចឹងគឺការងារគាត់គឺជោគជ័យជាច្រើននៅពេលដែលគាត់ធ្វើអីមួយជោគជ័យហ្នឹងណាចឹងយើងអាចថាយើងចង់ជោគជ័យទាំងអស់យើងផ្ដោតសម្រុកទាំងអស់ក្នុងពេលតែមួយបានទេអត់ទេព្រោះគោលការណ៍អនុសម្បញ្ញៈយើងគឺបានតែមួយក្នុងពេលដែលយើងកំពុងធ្វើអញ្ចឹងការងារនឹងជោគជ័យយើងមានពេលវេលាយើងឲ្យបុគ្គលិកឲ្យក្រុមការងារគាត់ធ្វើទៅយើងគ្រាន់តែមានជាបាទយុទ្ធសាស្ត្រផែនការណាបង្ហាញទៅឲ្យគាត់ដើរតាមទៅយើងយកគំនិតយើងខួរក្បាលយើងសតិសម្បញ្ញៈធម្មពលយើងហ្នឹងក្នុងការផ្ដោតអ្វីផ្សេងណាពីលើនឹងទៀតអញ្ចឹងបាទសម្រាប់កន្លែងហ្នឹងគឺសំខាន់ខ្លាំងណាស់ចំពោះការផ្ដោតកុំផ្ដោតច្រើនផ្ដោតតែមួយបានហើយដូចអ្វីដែលខ្ញុំធ្វើនេះខ្ញុំមិននិយាយថាខ្ញុំមិនអស់ចាអីណាគ្រាន់ថាអ្វីដែលខ្ញុំផ្ដោតគឺទី1គឺខ្ញុំផ្ដោតទៅលើធម្មពលហើយទី2គឺខ្ញុំផ្ដោតទៅលើការចែករំលែកអំពីបាទធម្មពលចក្រវាឡដែលនៅក្នុងខ្លួនក៏ដូចជាធម្មពលខ្ញុំទទួលបានពីចក្រវាឡនិងពីការរួចផុតពីជំងឺបាក់ទឹកចិត្តបាទក៏ដូចជាបាទនិយាយអំពីចក្រាផងដែរអញ្ចឹងខ្ញុំផ្ដោតតែរឿងហ្នឹងទេអញ្ចឹងពេលវេលានឹងបង្ហាញខ្ញុំថាខ្ញុំត្រូវធ្វើបែបម៉េចបាទបង្ហាញខ្ញុំបន្តទៅមុខទៀតអញ្ចឹងរាល់ថ្ងៃនេះការរស់នៅរបស់ខ្ញុំគឺអាស្រ័យទៅលើទង្វើរបស់ខ្ញុំអាស្រ័យទៅលើការផ្ដោតរបស់ខ្ញុំអញ្ចឹងណាបាទអញ្ចឹងគឺខ្ញុំផ្ដោតអ្វីដែលខ្ញុំកំពុងធ្វើហ្នឹងតែមួយទេអញ្ចឹងខ្ញុំផ្ដោតច្រើនគឺខ្ញុំវែងវាន់ហ្មងព្រោះខ្ញុំធ្លាប់ពេលដែលខ្ញុំធ្វើអីមួយខ្ញុំចង់ជោគជ័យលឿនណាខ្ញុំផ្ដោតច្រើនក្នុងពេលតែមួយប៉ុន្តែការងារដែលលទ្ធផលទទួលបានគឺសូន្យទាំងអស់បរាជ័យទាំងអស់ខាតទាំងលុយខាតទាំងពេលវេលាខាតទាំងកម្លាំងជាងពេលដែលយើងផ្ដោតច្រើនគឺវាបែបហ្នឹងអត់បានផលអីទាំងអស់ហ្មងហើយលុយក៏អត់បានសំតាមបំណងដែរហើយផ្ដោតច្រើនណាយើងរត់ទៅតាមលុយរត់ទៅតាមចាប់ភ្ញៀវចាប់អីអញ្ចឹងយើងអត់បានផលទេដោយសារតែទី1គឺអត់មានគោលដៅអត់មានធម៌ពលហើយយើងឃើញគេជោគជ័យយើងចង់ធ្វើដូចគេតែវាអត់អាចទៅរួចបានទេអញ្ចឹងខ្ញុំធ្លាប់បាត់ពិសោធន៍រឿងហ្នឹងនៃការផ្ដោតច្រើនក្នុងពេលតែមួយធ្វើច្រើនក្នុងពេលតែមួយអត់បានផលទេដោយសារបាត់បង់ធម៌ពលហើយគ្រប់យ៉ាងដែលយើងធ្វើហ្នឹងគឺបរាជ័យទាំងអស់ពេលដែលយើងផ្ដោតច្រើនក្នុងពេលតែមួយហ្នឹងណាអញ្ចឹងយើងកាន់តែផ្ដោតឲ្យយើងកាន់តែទទួលបានដូចខ្ញុំនិយាយនេះពេលដែលខ្ញុំនិយាយគឺខ្ញុំកាន់តែទទួលបានធម៌ពលពេលដែលខ្ញុំនិយាយរឿងហ្នឹងទី1ពេលដែលខ្ញុំនិយាយគឺនិយាយអំពីធម៌ពលនិយាយអំពីចក្រវាឡនិយាយអំពីចក្រវាឡក៏ដូចជានិយាយអំពីបាទការរួចផុតពីជំងឺបាក់ទឹកចិត្តដូចជាព្យាបាលខ្លួនឯងដូចជាបាទជួយខ្លួនឯងផងដែរឲ្យខ្លួនឯងមានធម៌ពលពីរឿងហ្នឹងណាបាទអញ្ចឹងខ្ញុំតែងតែនិយាយរឿងនេះដោយសារតែទី1គឺខ្ញុំធ្លាប់ឆ្លងកាត់ពីជំងឺបាក់ទឹកចិត្តហើយទី2ខ្ញុំចង់ឲ្យអ្នកដែលគាត់មានបញ្ហាបាក់ទឹកចិត្តហ្នឹងឲ្យរួចផុតពីជំងឺបាក់ទឹកចិត្តហើយទទួលបាននូវធម៌ពលដ៏អស្ចារ្យដែលមាននៅក្នុងខ្លួនធម៌ពលដ៏អស្ចារ្យហ្នឹងគឺសំខាន់ខ្លាំងមែនទែនដូចខ្ញុំនិយាយថាធ្លាប់តែអានសភៅគឺល្អប៉ុន្តែពេលដែលយើងទទួលបាននូវធម៌ពលដ៏អស្ចារ្យហ្នឹងគឺឃើញថាមនុស្សគឺពិតជាមានភាពអច្ឆរិយៈខ្លាំងមែនទែនតែម្ដងបាទត្រូវចាំថាមនុស្សកើតមកគឺមានអីមួយយ៉ាងដែលផ្ដល់ឲ្យយើងពីកំណើតហ្នឹងគឺអស្ចារ្យខ្លាំងមែនទែនប៉ុន្តែនៅពេលដែលយើងបានស្គាល់កន្លែងហ្នឹងណាយើងដើរទៅខិតខំបាទរកស៊ីបាទរកលុយផ្លេចធម្មពលរឿងហ្នឹងពេលដែលយើងត្រឡប់ទៅវិញគឺយើងស្ដាយព្រោះមនុស្សកើតមកមិនមែនត្រឹមតែមានលុយមិនមែនត្រឹមតែបាទធ្វើការឲ្យគេដើម្បីតែបានលុយហ្នឹងទេគឺមានភាពអស្ចារ្យខ្លាំងមែនទែនអស្ចារ្យរហូតដល់មនុស្សអាចធ្វើរឿងអ្វីអច្ឆរិយៈច្រើនខ្លាំងមែនទែននៅក្នុងបាទផែនដីហ្នឹងណាអញ្ចឹងចក្រវាឡបង្កើតមនុស្សមកគឺដើម្បីឲ្យធ្វើអ្វីដ៏អស្ចារ្យប៉ុន្តែនៅពេលដែលយើងភ្លេចខ្លួនឯងបាត់បង់ខ្លួនឯងបាត់បង់ធម៌ពលខ្លួនឯងគឺធ្វើឲ្យយើងបាត់បង់ខ្លួនឯងហើយបាត់បង់ធម៌ពលហ្នឹងទៀតអញ្ចឹងពេលដែលយើងត្រឡប់ទៅវិញយើងស្ដាយដោយសារតែខ្ញុំឃើញថាធម៌ពលដែលចក្រវាឡផ្ដល់ឲ្យហ្នឹងគឺអស្ចារ្យអញ្ចឹងគឺខ្ញុំចែករំលែកទោះបីជាបងប្អូនឃើញឬក៏មិនឃើញវីដេអូដែលខ្ញុំនិយាយនេះក៏មិនជាបញ្ហាសំខាន់ដែលគាត់មាននិស្ស័យសំខាន់ចក្រវាឡគាត់នឹងបង្ហាញផ្លូវអ្នកដែលគាត់មាននិស្ស័យឲ្យបានឃើញហើយឲ្យគាត់ទទួលបាននៅអ្វីដែលគាត់ចង់បានដូចជាធម៌ពលដ៏អស្ចារ្យឬកែវពលឺដួងកែវបច្ចុប្បន្នដែលគាត់មាននៅក្នុងខ្លួនហ្នឹងណាឲ្យគាត់ត្រឡប់មកវិញតែម្ដងបាទអញ្ចឹងពេលវេលានឹងបង្ហាញផ្លូវពេលដែលយើងធ្វើអ្វីដែលជាគោលដៅក្តីសម័យពិតដែលជាធម៌ពលដែលចក្រវាឡផ្ដល់ឲ្យហ្នឹងណាអញ្ចឹងធ្វើទៅពេលវេលានឹងបង្ហាញយើងថាធ្វើមិនត្រូវធ្វើមិនខុសធ្វើមិនត្រូវធ្វើមិនខុសអញ្ចឹងធ្វើទៅគាត់បង្ហាញផ្លូវថាធ្វើបែបនេះត្រូវ
thời từ thưa tiệt nè thưaแบบนี้kho cùng thưa ấy xe mình trắng á vậy để cho mình tham po dưỡng tụi bây giờ bàn lốiก็วิอัตมาปอนจังคือปฏิกรสาวสลายคลางเหมือนแต่ยมทะเลาะปะยมทะเลาะทั่วกาเอาไว้ได้มันเหมือนจะทำมาปอปิดระบบยมคือยมอัตมาปอยมบานลอยไม่เป็นแต่อัสบายจัดให้อัตมาปอก็ปฏิกรสาวสลายคลางเหมือนแต่เป็นแต่ในปีเดียมเถื่อเอาไว้ได้เชื่อทำมาปออับบานลอยเป็นแต่ยมสบายจัดให้คือยมมีอินดิจีปีกันขนมต่อแต่มาดองเรื่องนั้นนะจังเอาไว้ได้ยมใหญ่นี่คือใหญ่ปีบับสาวต่อคนไอเดซานแต่ยมตัวบ้านในทำมาปอหรือแก้วดวงแก้วเป็นหรือดวงแก้วไปจอดในได้khiêmตัวบานปีจักรวาลนั้นบานnày chẳng có bằng hàng lời nhóm mình tịnh mà đong mà thay dân khơi hới dân chốt chay tê đi bom bọn tặng kia khơi này nè nửa đi sọt nắng dân ai tha thua mà ngấy chốt chay tê ở tê cứ phở pe lịa dạng tốt kèm cho nam năng ạ banตัวban bàสมัติพอรีสอร์ทở cha đỏ sọt ạt năng ai cả làng năng chẳng đi cái này sầm nhóm cái nhóm khơi này chẳng nhóm tâm tật khơiประมาณค่าđó mà cho nam tê thầm tật buôn kèmค่าtêถ้ามาปอได้ยมตัวบ้านไปจักรวาลจังก็ได้ทางแบบปนนักคลาชีเนี่ยบินแบบปนนักคลาชีบอกก็อาจารย์มหาสุดท้ายอัปเดตthờiกาเปวลีก็นำมังหันเพลย์thời bạnไม่ดึกคณีต่างเอาเปวลีชีเนี่ยกำหนดเปวลีชีเนี่ยมังหันเพลย์เปวลีชีเนี่ยพอดอลเอาจังตอนนี้ก็ขยมแต่งจากตัวการสำนักดังบอลก้นออกก้นไทยอะดำไหลในการออกก้นดำไหลในการหนึ่งกุยขยมแต่งมาในไอ้นึงคืออาจารย์คลั่งเหมือนเต้นแต่ตัวบ้านในธรรมปอปีเสปีจักรวาลต่อแต่มาดองกันหลายนังไปได้ยังหรือกุยเงียมบ่าไปได้ยังแต่ตัวบ้านในธรรมปอในการบ่าด้วยเชียร์บอจมีในยมสนับวิทยากรเชียร์จำหน่ายมวยในการประดาธรรมปอละยังได้ด้วยเชียร์จำเรียงเลิกตักจัดบ่าจำเรียงได้ประดาในธรรมปอบ่าได้เลิกตักจัดบ่ายืนจิตร้านในเลยยูทูบนั้นบ่าสนับได้ฉันก็วิธีจำหน่ายมวยในการบ่าตัวบ้านในธรรมปอดบางได้ไปยังหอดในปีกลางยี่บางคนทั้งออกนี่ได้เคยยัดในเดือนธันวาคมยี่ชราให้กอดหอดกอดธรรมปอดให้กอดสมัยกอดสนามบอลจะมีก็กอดมีธรรมปอดลังเป็นตัวใบจุดธันวาคมยี่เฉินกำลังเป็นตัวมวยกอดหอดได้ได้สายได้สายตะกอดตัวบ้านในธรรมปอดดอกจ่าจังดูที่นี่ไปได้ยังเธอการหอดเนยไปได้ยังบะทักชัดยังเธอการบาสมัยบายอกระหลังสโลปตีนจมูกนังกำเนิดล้อโดยจะมีอย่างเลิกทักชัดตามยูทูบบ่าโดยการกอยเงียมการสมาธิบ่าการปัสสนานั้นก็จ้าคลั่งเหมือนกันสมัยเนี่ยได้กอดบ่าเธอบ้านธรรมปอนั้นก็เธอเฟื่องนั่งไงบ้านการเฉลิมแต่คือมีธรรมปอลังไปไงจะแสดงคือยมตัวยมทลบบูมาดอยมทลบวิปัสสนาใบเลิกใบสาให้กับยมทลบบ่าศึกษาปีฉบับสรุปตีนพองได้อันใหญ่บ้านท่ายมใหญ่อย่างพลายบ่าถอนแทหัดไอ้บ้านยมใหญ่อย่างนั่งซาแต่ยมสกอร์แผ่มชนะไหมปัจจัยก็ยมเฉียบใช่ปะอย่าไปประมวยคายจองคอยนังเตะจังจังเอาไว้เดี๋ยวยมตัวการใหญ่นี้คืออย่าไปบับไปสอบต่อขยมในการรุยพัดปีการบาดตักจัดจังคือยมจองใจสมัยเนี่ยแล้วก็มีปัญหาบาดตักจัดเนี่ยแล้วก็มีการบัดบังธรรมปอลนะไอ้ก็ตัวบ้านในเพียบอาจารย์ธรรมปอลได้มีในครองครัวก่อนนั่งเอาตลอดหมกวิ่งบ่าจังสมัยbà tha dương ở vô ai chờ thế xem đẹp nhóm từ bộ á cứ nhóm ở đăng ai thằng chẳng phải hiện cả làng phải họ nơi thời gian như chờ chẳng snap ở trong miệng tới lượt thực chất tới rồi chỉ luôn ai đấy cái cho đấy rồi liền sừng không ai tăng tới bà snap chờ con đăng con nó cứ nhóm tay là snap là hốt mòn tôi bây giờ bà đã trong miệng con bài mắt cứ nhóm ở khó xong kháng snap tới vì lượt thực chất snap tới nhóm miền thầm một bồn chắc nhóm snap nhưng mà qua thang nè na chưa nè na tới sòng khánh nhom thầm một bó thời cả thầm một bó màu bình chẳng á cả bị muốn sầm đẹp nhomคือnhom tay thật cận chẳng mình thay nè màu bình ná mình thay nè nơi tì ná bây giờ khi nhom thầm một bóคือnhom thời cả thầm một bó khi nhom bắt đầu từ lơ vậy để khi nhom từ bông từ phớ mình thầm một bó nhom phớ tầm não mình to tầm một tiệt chẳng được bà mình thay nè na màu bình ná mình thay nè chi nè ná nó bây giờ nè bắt đầu lấy cái nè căn từตัวbàn chẳng á nó pe nè đợt tây bà có thua từng vừa vậy để mà lời dớn cái dân thua từng vừa nắng chun tờ đo quạt bình chẳng có đôi thang quạt ao ấy mùi gì dớn chứ dân ao tờ ở vậy nắng cứ tờ đo nè đợt tây đi co thang quạt mình tờ tua bán cứ dân co đo ở tờ đo nè xây này dân căn áo dân căn tờ tua bán á chân vậy chân á nên ngày mình tha dân bà ao ấy là tham một pol chẳng tôi bay chỉ nè để quạt mờ nó ở toàn miềnการเคยเฉินจักก็ยังมีธรรมปอได้คลุนไอได้จังยังการแต่เอายังการแต่ตัวบานจังจะแบบคือแบบหนังยังการแต่เอายังการแต่ตัวบานตัวมีเนี่ยเมื่อเฉินก็ยังมีธรรมปอได้คลุนไอได้จังอย่างจังáจังเอาไปเดี๋ยวยมใหญ่นี้คือใหญ่ปีบับสับต่อคลุนไอบ่ายมสักซาปีดำหนักกามวยดำหนักกามวยให้ก็เหมือนตอนทางคลุนไอ
ជោគជ័យ 100% អត់ទេដំណាក់កាលមួយនៃការផ្លាស់ប្ដូរអញ្ចឹងគឺខ្ញុំរំលងពេលនៃការផ្លាស់ប្ដូរហ្នឹងគឺខ្ញុំធ្វើការអនុវត្តហើយខ្ញុំធ្វើការរៀនអនុវត្តហើយរៀនអនុវត្តហើយរៀនអញ្ចឹងខ្ញុំជឿទៅលើបាទច្បាប់នៃការបាទស្រូបទាញក៏ដូចជាច្បាប់នៃចក្រវាឡផងដែរយើងកាន់តែឲ្យយើងកាន់តែទទួលបានកន្លែងហ្នឹងណាជឹកអស្ចារ្យខ្លាំងមែនតើព្រោះត្រូវចាំថាចក្រវាឡគឺសុក្រិតខ្លាំងមែនតើយើងកាន់តែឲ្យបាទយើងកាន់តែទទួលបានមិនបានផ្លូវនេះក៏បានផ្លូវផ្សេងដែរចឹងមិនបាច់តឹងបាច់រងចាំថាខ្ញុំដាំដោះអីមួយខ្ញុំដាំអីមួយខ្ញុំត្រូវតែដោះរឿងហ្នឹងអត់ទេយើងត្រូវដោះការដោះហ្នឹងគឺអាចនឹងដោះផ្លូវផ្សេងអញ្ចឹងដូចបាទដូចយើងដាំដើមស្វាយអញ្ចឹងណាយើងចង់ដាំដើមស្វាយយើងទៅបានផ្លែអីផ្សេងវិញគឺអត់ត្រូវទេយើងដាំដើមស្វាយគឺយើងបានផ្លែស្វាយហើយតែអានេះគឺច្បាប់ធម្មជាតិតែច្បាប់នៃការផ្ដល់ឲ្យគឺខុសគ្នាយើងកាន់តែឲ្យយើងកាន់តែទទួលបានមិនបានផ្លូវហ្នឹងក៏បានផ្លូវផ្សេងដែរចង់និយាយអញ្ចឹងណាបាច់តឹងបាច់រងចាំអីធ្វើទៅណារឿង view រឿងល្បីរឿងអីហ្នឹងគឺនៅពេលដែលយើងធ្វើយើងចង់តែបានណាអត់ចេញពីចិត្តបរិសុទ្ធគឺលទ្ធផលគឺអត់បានទេដោយសារអីដោយសារតែយើងចង់បានអញ្ចឹងនៅពេលដែលយើងចង់បានយើងកាន់តែអត់បានតែនៅពេលដែលយើងកាន់តែផ្ដល់ឲ្យយើងកាន់តែទទួលបានវាអញ្ចឹងបែបហ្នឹងខុសគ្នារឿងហ្នឹងទៀតកន្លែងហ្នឹងនេះខ្ញុំសូមនិយាយអំពីច្បាប់នៃការស្រូបទាញបាទទំនៀមធម្មជាតិយើងកាន់តែផ្ដល់ឲ្យយើងកាន់តែទទួលបានដូចបាទយើងដើរនៅលើដីយើងអាចហោះបានទេនៅពេលដែលយើងដើរយើងនៅលើដីនឹងឯងចង់និយាយអញ្ចឹងណាអានេះបើថាយើងចង់តម្លាក់អីមួយគឺយើងអាចថាយើងដាក់ចុះហើយយើងវាហោះទៅលើទេពេលដែលយើងតម្លាក់ចុះមកក្រោមគឺវាតែងតែចុះមកក្រោមហើយអញ្ចឹងណារាល់វត្ថុអីទាំងអស់ដែលមាននៅក្នុងលំហនៅពេលដែលយើងទម្លាក់គឺវាតែងតែចុះមកក្រោមហើយកន្លែងហ្នឹងណាហ្នឹងហើយដូចដុំថ្មនៅពេលដែលយើងទម្លាក់យើងវាអាចហោះឡើងលើទេវាតែងតែធ្លាក់ចុះមកក្រោមហើយអញ្ចឹងកន្លែងហ្នឹងគឺដូចគ្នាផងដែរយើងកាន់តែផ្ដល់ឲ្យយើងកាន់តែទទួលបានយើងធ្វើអីយើងបានហ្នឹងដូចច្បាប់ធម្មជាតិច្បាប់កម្មផលដូចគ្នាណាយើងកាន់តែធ្វើយើងកាន់តែទទួលបានយើងសាំងអីយើងបានហ្នឹងចង់និយាយអញ្ចឹងនិយាយសួរស្ដាប់អញ្ចេះយើងសាំងល្អយើងបានល្អយើងសាំងបាបយើងបានបាបកន្លែងហ្នឹងណាហ្នឹងហើយអញ្ចឹងគឺដូចគ្នាអ្វីដែលខ្ញុំធ្វើការនិយាយនេះបាទនិយាយអំពីតម្លៃនៃការចាប់ផ្ដើមពីជំហានទី1ឬក៏ជំហានដំបូងបាទអញ្ចឹងនៅពេលដែលយើងទទួលបានហើយធម្មពលដ៏អស្ចារ្យដែលយើងបានពីចក្រវាឡយើងធ្វើទៅធ្វើទៅបាទនៅពេលនោះហើយពេលដែលយើងផ្សារភ្ជាប់ជាមួយនឹងខ្លួនឯងហើយនឹងចក្រវាឡបានហើយអញ្ចឹងគឺបាទលំហដែលចក្រវាឡផ្ដល់ឲ្យយើងគឺមានច្រើនធម្មពលដែលគាត់ផ្ដល់ឲ្យយើងគឺមានច្រើនហើយគឺយើងបញ្ចេញទៅតាមសកម្មភាពដែលយើងធ្វើរាល់ថ្ងៃហ្នឹងណាកន្លែងហ្នឹងគឺសំខាន់ខ្លាំងមែនតើអញ្ចឹងដូចគ្នានេះដែរអ្វីដែលខ្ញុំបានលើកយកដូចជំរាបចឹងថាចក្រវាឡគឺគាត់សុក្រិតយុត្តិធម៌ខ្លាំងមែនតើបងប្អូនទាំងអស់គ្នាដែលឃើញច្បាប់អត់បាទក៏ដូចជាដែលឃើញបាទកម្មផលអត់ដូចគ្នាយើងសាំងអីយើងបានហ្នឹងណាកន្លែងនេះគឺសំខាន់ខ្លាំងមែនតើបាទចក្រវាឡសុក្រិតបំផុតយើងសាំងអីយើងបានហ្នឹងបាទយើងផ្ដល់ឲ្យអីគឺយើងបានហ្នឹងមិនបានផ្លូវហ្នឹងក៏បានផ្លូវផ្សេងផងដែរអញ្ចឹងក៏ដូចគ្នាបាទរាល់វត្ថុអីទាំងឡាយដែរបាទនៅលើលំហហ្នឹងណាពេលយើងចេះផ្សារភ្ជាប់គឺយើងនឹងបាទជាប់បានជាមួយនឹងលំហដែលចក្រវាឡផ្ដល់ឲ្យដែលមានជាច្រើននៅក្នុងចក្រវាឡហ្នឹងភាពស្ដុកស្ដម្ភមានជាច្រើនខ្លាំងមែនទែននៅក្នុងចក្រវាឡហ្នឹងអញ្ចឹងនៅពេលដែលយើងផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងចក្រវាឡនៅពេលដែលយើងទទួលបានធម្មពលបាទដែលចក្រវាឡផ្ដល់ឲ្យហើយអញ្ចឹងគឺយើងអាចផ្លាស់ប្ដូរជីវិតយើងបានជាមួយនឹងច្បាប់នៃច្បាប់នៃការស្រូបទាញក៏ដូចជាច្បាប់នៃចក្រវាឡហ្នឹងឯងគឺអស្ចារ្យខ្លាំងមែនទែនតែម្ដងបាទអញ្ចឹងបាទការផ្លាស់ប្ដូរលុះត្រាតែយើងអនុញ្ញាតឲ្យខ្លួនឯងនៅក្នុងការផ្លាស់ប្ដូរទៅការផ្លាស់ប្ដូរមានការផ្លាស់ប្ដូរចង់និយាយអញ្ចឹងណាបាទអញ្ចឹងអ្វីដែលខ្ញុំបាទធ្វើការនិយាយនេះគឺសូមធ្វើការបញ្ចប់ប៉ុណ្ណឹងបាទជាមួយនឹងធម្មពលបាទជំហាននៃការទទួលបានពីចក្រវាឡហើយយើងធ្វើការចាប់ផ្ដើមពីជំហានទី1ឬក៏ជំហានដំបូងជាមួយនឹងធម្មពលដែលចក្រវាឡផ្ដល់ឲ្យជាមួយនឹងក្តីសម័យនឹងគោលដៅដែលជាបាទចក្រវាឡផ្ដល់ឲ្យមានន័យថាដែលជាធម្មពលដ៏អស្ចារ្យដែលចក្រវាឡផ្ដល់ឲ្យបាទទៅលើមនុស្សគ្រប់រូបដែលទទួលបានធម្មពលពីចក្រវាឡអញ្ចឹងយើងធ្វើឲ្យបានច្រើនធ្វើពេលវេលានឹងបរិញ្ញាយើងហើយចាប់ផ្ដើមពីជំហានទី1បាទកាន់តែផ្ដល់ឲ្យកាន់តែទទួលបានកាន់តែធ្វើកាន់តែទទួលបានកាន់តែធ្វើកាន់តែបានផ្លូវចង់និយាយថាជោគជ័យអត់អាចថាយើងដេកយើងអត់ធ្វើអីបានទេអត់ទេជោគជ័យធ្វើច្រើនណាស់តម្រុំតែបានជោគជ័យធ្វើខុសខ្លះត្រូវខ្លះគឺធ្វើទៅ
កាន់តែអស់កាន់តែទទួលបានកាន់តែធ្វើកាន់តែបង្ហាញផ្លូវឲ្យយើងឲ្យពេលវេលាអត់ក្បត់យើងទេចង់និយាយចឹងហ្នឹងហើយចឹងអ្វីដែលខ្ញុំសូមធ្វើការបញ្ចប់ប៉ុណ្ណឹងជាមួយនឹងបាទជំហាននៃការចាប់ផ្ដើមពីជំហានទី1បាទនៃគោលដៅក្តីសម័យដ៏ច្បាស់លាស់ជាមួយនឹងធម្មពលពិតដ៏អស្ចារ្យដែលចក្រវាឡផ្ដល់ឲ្យយើងដែលយើងចេះផ្សារភ្ជាប់ជាមួយនឹងធម្មពលដែលយើងមានបាទជាមួយនឹងចក្រវាឡហ្នឹងណាបាទអញ្ចឹងខ្ញុំសូមធ្វើការបញ្ចប់តែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណច្រើន